អ្នកសែចូលខំហ៎បងគេថាដេកនៅលឿនអ្នកសែគេអ្នកស្រ័យមែនហើយតែនៅផ្ទះពេកក្រោយពីបញ្ចប់ទទួលសញ្ញាបត្រឲ្យអស់ហើយថ្ងៃបន្ទាប់គឺទិញសម្បូរជនហោះមកខ្មែរតែម្ដងហើយថ្ងៃនេះខ្ញុំនឹងបញ្ជាក់ដល់អ្នកនរនេះថាតើនៅពលានហ្នឹងគឺវាដេកបានអត់ហើយឥឡូវនេះខ្ញុំផុសពីពេកាំងបានមកដល់ទីក្រុងសៀងហៃហើយការដែលខ្ញុំរងចាំនេះគឺរងចាំដូរជើងនេះរហូតដល់10ម៉ោងពីព្រោះអីខ្ញុំត្រូវការដើរលេងនៅសៀងហៃប្រហែលជា3-4ម៉ោងដែរអញ្ចឹងនេះបងប្អូនអាចឃើញបាននិយមទៅគឺមនុស្សម្នាចេញចូលច្រើនតែពេលហ្នឹងដែរគឺខ្ញុំអស់កម្លាំងមែនទែននិយមទៅគឺដេកលក់ភ្លឹងតែម្ដងអត់ដឹងខ្លួនទេប្រហែលជា7-1ម៉ោងគាត់តែដេកលក់ហើយអ្នកណាដែលថាគេនៅពលានអត់បានខ្ញុំអត់ជឿនិយមទៅគឺខ្ញុំមកខ្ញុំអត់ខ្វល់សំខាន់អត់បានសម្រាប់មកថាកន្លែងណាក៏ដោយហើយរបស់យើងមិនខ្វល់ទេថាបាត់ឬក៏បាត់អញ្ចឹងណាហើយពីបន្ទាប់ពីឆ្ងាយហើយគឺយើងត្រូវជិះរថភ្លើងប្រហែលជា1ម៉ោងជាងបានទៅដល់ទីនៅឆ្នេរសាំងហៃដែលមានអគារខ្ពស់ៗអីចឹងណាហើយខ្ញុំនឹងនាំបងប្អូនទៅមើលអគារនឹងថាវាទិដ្ឋភាពវាបែបម៉េចអីក៏បែបម៉េចអញ្ចឹងណាពួកខ្ញុំក៏ទៅលើកទី1ដែរហើយការជិះរថភ្លើងនេះគឺខ្សែរថភ្លើងហ្នឹងនិយមទៅគឺនេះហ្មងស្ងាត់ហើយឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងដែលយើងត្រូវបដូរជើងចុងក្រោយបំផុតដែលយើងត្រូវចុះហើយយើងអ្វីដែលយើងនេះទៅគឺយើងត្រូវយកវ៉ាលីយកមកទុកយកមកអីសិនពីព្រោះយើងដើរយើងអត់ចង់យកវ៉ាលីយកអីទៅវាសាច់ធ្ងន់អញ្ចឹងហើយនេះពេលមកដល់តំបន់សៀងហៃទីក្រុងសៀងហៃនេះគឺចំមកកន្លែងហាងហ្នឹងគេកំពុងតែបើកលក់មាសលក់អីចឹងណាហើយនៅទីនេះគឺមាន brand ម៉ាកល្បីៗច្រើនមែនតើហើយក្រោយពីដើរពីបានមកស្ទុះទៅក៏ឃើញសាច់អាំងរបស់ជប៉ុនណាឃើញសាច់អាំងរបស់ជប៉ុនទៅតែ4ចង្កាក់ហ្នឹងគឺតម្លៃប្រហែលជា$5-6ដែររសជាតិវាគឺយើងប្រៃឡំអាចទទួលយកបានហើយពីច្រើនសាច់នេះគឺពីច្រើនអត់ទៅមានសាច់ទេពីច្រើនវាខ្លាញ់របៀបខ្លាញ់មែនតើណាហើយនេះបងប្អូនអាចឃើញបានហាងនេះហាងជប៉ុនបន្ថែមអ្នកលក់ជាជនជាតិចិនហើយក៏ដាក់អស់មួយចង្កាក់ហើយក៏ភ្លក់បន្ថែមមួយចង្កាក់ទៀតអីចឹងណាសាច់នេះយល់ទៅគេបែបរសជាតិបែបចិនគេមានរយម្រេចម្សៅហើយក៏បន្ទាប់ពីហូបហើយក៏បន្តដំណើរដើរទៅឆ្ពោះទៅកាន់កន្លែងអគារខ្ពស់ហ្នឹងហើយឥឡូវនេះកំពុងធ្វើដំណើរឆ្លងផ្លូវទៅពេលឆ្លងផ្លូវហ្នឹងគឺមនុស្សច្រើនមែនតើក៏បន្ទាប់ពីឆ្លងផ្លូវបានមកដល់ហើយក៏ឃើញមានហាងមួយហាងនេះគឺច្នៃប្រឌិតខ្លាំងមែនតើនិយាយទៅឃើញបងប្អូនមានរូបនេះមានរូបអីបាញ់ផ្សែងមាញ់អីឡើងមកអែមរបស់គេណាហើយក៏ចាក់ជាចំណាប់អារម្មណ៍ដែរក៏ចូលទៅថតប្រយោជន៍ទស្សនភាពខ្លះៗអីចឹងណាបងប្អូនអាចមើលពីខាងក្រោយក្រុងច្បាស់នេះទៅលយមែនតើបាញ់ផ្សែងហាងនៅចិននេះហាងនៅទីក្រុងសៀងហៃនេះភាគច្រើនគឺហាង modern បែបលាយជាមួយនឹងបុរាណណាយល់ទៅគឺគេទុកអ្វីដែលជាគេមកដាក់តែមិនសល់ទុកពីដើមអញ្ចឹងណាហើយនេះភាគច្រើនគឺគេលេង fashion ណាភាគច្រើនគឺក្មេងស្រីអីចឹងណារៀនធ្វើអនុអីចឹងទៅគេចូលចិត្តហ្មងយល់ទៅហើយឥឡូវនេះយើងក៏បន្តដំណើរទៅមុខទៀតតែយើងឈរហ្នឹងគឺយើងមិនទៅអាគារខ្ពស់ហ្នឹងតែម្ដងទេយើងទៅយើងឈរនៅថ្នើយមកខាងទៀតអីចឹងណាហើយណាមួយទៀតអាកាសធាតុនៅទីក្រុងសៀងហៃនេះគឺវាខុសពីនៅក្នុងទីក្រុងប៉េកាំងនេះយល់ទៅនៅពេលក្តៅគឺក្តៅយកតែម្ដងហាប់មាននេះទេបើនៅសៀងហៃមានខ្យល់មានអីចឹងណាហើយទីរូបភាពជួលជាងថតប្រហែលជាចិត្តដល់ព្រាដែរហើយនេះបងប្អូនក៏ចង់គូអីចឹងដូចដែរគេគូដូចជាគេមាននីតិគេមាន color សខ្មៅក៏ color ពេញអីចឹងណាតម្លៃគឺគេគិតតាមនឹងដែរហើយឥឡូវនេះបន្ទាប់ពីរយៈពេលពី3-4នាទីចឹងទៅក៏គូហើយចឹងណាបងប្អូនអាចមើលបានថាដូចបានភាគរយដែរហើយវីដេអូនេះគឺមានប៉ុណ្្នឹងហើយសូមអរគុណច្រើនសូមជម្រាបលា